នេះខ្ញុំធ្វើដំណើរទៅបេះពោតទេបងប្អូនទៅបេះពោតបេះស្នៀតពោតអីបងប្អូនផ្លែពោតអាចយកមកស្ងោរធ្វើមកអែមបានហើយចំណែកស្នៀតពោតអាចយកមកឆាបានបងប្អូនទីស្នៀតតាមផ្លូវបងប្អូនបងប្អូនឥឡូវនេះខ្ញុំបានមកដល់ចំការពោតឲ្យបងប្អូនទេសភាពស្រស់ស្អាតខ្លាំងគេដល់ពីការដាំទៅញ៉ាំទៅយើងទេសភាពស្រស់ស្អាតអាចទៅចោលកាំងមកសុខបងប្អូនណាដូរបរិយាកាសម្ដងបងប្អូនមកថតទីស្គីបនៅស្រុកខ្សែកន្លែងចកាគេដាំពោតណាបងប្អូននៅចកាគេដាំពោតបងប្អូននេះបងប្អូននៅក្រៅខ្ញុំគឺជាចកាដែលគេដាំពោតណាបងប្អូនគេចាប់ដើមប្រមូលផលបណ្ដាឲ្យបងប្អូនមើលទៅតំណងណាហើយមើលទៅទេសភាពឲ្យខ្យល់អាកាសក្បត់សុខផងដែរខ្យល់ត្រជាក់ណាបងប្អូនណានេះអានេះគឺជាតែពីក្រោយខ្ញុំគេប្រមូលផលបដាឲ្យបងប្អូននៅតែបែកខាងនេះទៀតណាចាក់មកប្រមូលផលបងប្អូនចំការពោតអីបងប្អូនទស្សនាជិះម៉ូតូមកពីអ្នកបងប្អូនជិះម៉ូតូពីអ្នកមកពីអ្នកបងខ្ញុំណាឥឡូវមកដល់ឯចការពោតគេហើយបងប្អូនអើយជិតដល់ពេលគេប្រមូលផលបដាកាត់បដាឲ្យកន្លែងខ្លះក៏នៅកន្លែងខ្លះគេកាត់ហើយអញ្ចឹងបងប្អូនមើលផ្លែពោតល្អណាបងប្អូនអើយនេះផ្លែពោតទេផ្លែពោតល្អណាបងប្អូននេះបងប្អូននេះប៉ុណ្ណឹងគេកាច់លក់បានបងប្អូននេះប៉ុណ្ណឹងគេកាច់លក់បានហើយបងប្អូនអាចយកទៅលក់ដល់ទីផ្សារបានហើយនេះបងប្អូននេះតំណងក្រៅខ្ញុំគឺជាការពោតបងប្អូនគឺផ្លែច្រើនមែនទេឥឡូវនេះខ្ញុំកាច់បានមួយបងប្អូនតំណងខ្លាំងនេះបងប្អូននេះបានមួយកាច់ថ្មីគឺយើងស្ងោរឆ្ងាញ់បងប្អូនស្ងោរទៅលក្ខណៈថាជាតិវាមានរសជាតិផ្អែមណាបងប្អូនផ្អែមថ្មីស្រស់ណាបើថាយើងຕົកពីមួយថ្ងៃវាអត់សូវឆ្ងាញ់ទេបងប្អូនភាគច្រើនគេដាំចឹងហើយគេបញ្ជូនទៅកំពង់សោមគេបញ្ជូនទៅខេត្តផ្សេងទៀតបងប្អូនតាមឈ្មោះគេដាក់ទៅអញ្ចឹងបងប្អូនសូមចិត្តបងប្អូនជួយចុច Subscribe Channel YouTube របស់នាងខ្ញុំផងបងប្អូនដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តធ្វើវីដេអូថ្មីទៀតចែកជូនបងប្អូនទស្សនាបងប្អូនជម្រាប